កុំភ្លេចតាមដានវីដេអូនេះប្រសិនបើម៉ាក់ៗទាំងអស់គ្នាកំពុងត្រៀមយកកូននិងម៉ាក់ៗទាំងអស់គ្នាណាដែលកំពុងតែមានផ្ទៃពោះវីដេអូនេះខ្ញុំនឹងចែករំលែកអំពីបទពិសោធន៍ខ្ញុំក្នុងកំឡុងពេលដែលខ្ញុំមានផ្ទៃពោះបញ្ជាក់បើសិនជាម៉ាក់ៗដែលគាត់កំពុងរស់នៅប្រទេសបារាំងនេះស្រាប់វីដេអូនេះនឹងកាន់តែមានផលប្រយោជន៍សម្រាប់ម៉ាក់ៗទាំងអស់គ្នាការមកឆែកសុខភាពនៅទីពេទ្យគឺជារឿងដែលសំខាន់មួយសម្រាប់ម៉ាក់ៗទាំងអស់គ្នាដែលត្រូវធ្វើក្នុងកំឡុងពេលមានផ្ទៃពោះម៉ាក់ៗទាំងអស់គ្នាត្រូវតែមើលអេកូយ៉ាងហោចឲ្យបាន4ដងក្នុងកំឡុងពេលដែលម៉ាក់ៗទាំងអស់គ្នាកំពុងពោះដូច្នេះហើយថ្ងៃនេះខ្ញុំនឹងប្រាប់ម៉ាក់ៗអំពីចំណុចសំខាន់មួយទៀតដែលត្រូវប្រុងប្រយ័ត្ននៅពេលដែលម៉ាក់ៗកំពុងតែពោះអូនតូចទាំងឡាយម៉ាក់ៗដែលកំពុងពោះទាំងអស់គ្នាគឺប្រឈមមុខជាមួយនឹងការឡើងជាតិស្ករខ្លាំងណាស់ព្រោះដោយសារតែក្នុងកំឡុងពេលដែលយើងមានផ្ទៃពោះនេះយើងត្រូវញ៉ាំរបស់ឲ្យគុណនឹង2ដើម្បីសល់ដល់កូនផងហើយនិងម៉ាក់ៗផងដូច្នេះហើយទៅធ្វើឲ្យជាតិស្កររបស់យើងនឹងវាអត់មានតុល្យភាពទេហើយក្នុងកំឡុងពេលដែលម៉ាក់ៗកំពុងពោះហ្នឹងមានសារជាតិមួយនៅក្នុងខ្លួនប្រាណយើងអាំងស៊ូលីនរបស់ម៉ាក់ៗហ្នឹងក៏ចាប់ផ្ដើមលែងសូវដំណើរការដែរអញ្ចឹងធ្វើឲ្យការរំលាយជាតិស្ករហ្នឹងវាអត់បានទៅរំលាយអស់នៅក្នុងឈាមរបស់យើងទេដូច្នេះហើយតាមការពិសោធន៍របស់ពេទ្យគេបានប្រាប់ថាម៉ាក់ៗសឹងតែ9លើ10ហើយដែលប្រឈមមុខជាមួយនឹងជំងឺទឹកនោមផ្អែមនៅកំឡុងពេលមានផ្ទៃពោះខ្ញុំក៏ជាម៉ាក់ៗមួយដែលកំពុងតែមានជំងឺទឹកនោមផ្អែមនៅក្នុងពេលវេលាដែលខ្ញុំកំពុងពោះកូនដំបងរបស់ខ្ញុំដែរអញ្ចឹងហើយខ្ញុំចង់ចែកម្លែកទៅប្រាប់បងប្អូនទាំងអស់គ្នាដើម្បីឲ្យបានដឹងពីព័ត៌មានទាក់ទងពីការថែរក្សាសុខភាពនៅក្នុងកំឡុងពេលដែលយើងមានផ្ទៃពោះម៉ាក់ៗទាំងអស់គ្នាសូមកុំខ្លាចនៅពេលដែលយើងមានជំងឺទឹកនោមផ្អែមក្នុងកំឡុងពេលមានផ្ទៃពោះនេះមិនបានន័យថាយើងមានជំងឺទឹកនោមផ្អែមជាអចិន្ត្រៃយ៍នោះទេការតាមដានជំងឺទឹកនោមផ្អែមក្នុងកំឡុងពេលមានផ្ទៃពោះនេះគេធ្វើដើម្បីឲ្យប្រកាសថាកូនរបស់ម៉ាក់ៗទាំងអស់គ្នានឹងកើតមកដោយសុខភាពល្អមិនធ្លាស់ពេកមិនមានទឹកភ្លោះច្រើនពេកដែលធ្វើឲ្យម៉ាក់ៗពិបាកកើតទេបើជាតិស្ករក្នុងឈាមម៉ាក់ៗនៅមានកម្រិតទាបនៅឡើយពេទ្យមិនធ្វើការចាក់ថ្នាំអាំងស៊ូលីនបន្ថែមទេក៏ប៉ុន្តែបើសិនជាស្ករម៉ាក់ៗឡើងខ្ពស់ខ្លាំងពេកលើសការកំណត់អញ្ចឹងពេទ្យត្រូវដាច់ខាតចាក់ថ្នាំអាំងស៊ូលីនបន្ថែមដើម្បីធ្វើឲ្យជាតិស្ករក្នុងឈាមរបស់ម៉ាក់ៗហ្នឹងថយចុះមកកម្រិតស្តង់ដារវិញសម្រាប់នៅក្នុងកំឡុងឆ្នាំ2010ទៅ2013ស្តង់ដារមន្ទីរពេទ្យនៅតំបន់អឺរ៉ុបនេះគេបានកំណត់កម្រិតស្ករក្នុងឈាមហ្នឹងក្នុងបរិមាណ100មីលីក្រាមក្នុងដេស៊ីលីត្រឈាមប៉ុន្តែស្ថាប័នពេទ្យបានសង្កេតឃើញកត់សម្គាល់ថានៅពេលដែលស្ត្រីមានផ្ទៃពោះមានកម្រិតឈាមប៉ុណ្នេះកូនតូចរបស់ពួកគាត់កើតមកគឺតែងតែមានជំងឺទឹកនោមផ្អែមនៅជាប់ខ្លួនបើអូនតូចមិនទាន់ឆ្លងនៅពេលសម្រាលទេក៏អាចឆ្លងនៅពេលអនាគតបានដែរដូច្នេះដើម្បីបង្ការនៅជំងឺទឹកនោមផ្អែមតពីម្ដាយទៅកូននិងជៀសវាងកុំឲ្យអ្នកម្ដាយមានភាពលំបាកក្នុងការសម្រាលអូនក្រុមគ្រូពេទ្យនៅតំបន់អឺរ៉ុបនេះគេបានបដូរស្តង់ដារកែតម្រូវកម្រិតជាតិស្ករក្នុងឈាមឲ្យនៅធ្លាក់ត្រឹមតែ0.92មីលីក្រាមក្នុងដេស៊ីលីត្រឈាមតែប៉ុណ្ណោះដូច្នេះហើយម៉ាក់ៗមានផ្ទៃពោះទាំងឡាយត្រូវប្រយ័ត្នមែនតើនៅជាតិស្ករក្នុងឈាមរបស់ម៉ាក់ៗទាំងអស់គ្នាដើម្បីការពារអូនៗក្នុងផ្ទៃដែលកំពុងតែត្រៀមនឹងសម្រាលសម្រាប់នៅក្នុងពេលបច្ចុប្បន្ននេះជាតិស្កររបស់ខ្ញុំឡើងលើសមួយលេខគឺ0.93មីលីក្រាមក្នុង1ដេស៊ីលីត្រឈាមដូច្នេះហើយខ្ញុំក៏ត្រូវជាប់ជាអ្នកជំងឺដែលត្រូវតាមដានមើលជាតិស្ករជាប្រចាំដែរនៅពេលដែលខ្ញុំមានផ្ទៃពោះគ្រូពេទ្យបានណែនាំខ្ញុំថាបើសិនជាជាតិស្ករខ្ញុំនៅមានតុល្យភាពត្រឹម90ទៅ120ខ្ញុំមិនត្រូវបានគេចាក់ថ្នាំអាំងស៊ូលីនបន្ថែមដើម្បីកាត់បន្ថយជាតិស្ករក្នុងឈាមរបស់ខ្ញុំទេក៏ប៉ុន្តែបើសិនជារ៉ាមជាតិស្ករក្នុងឈាមរបស់ខ្ញុំឡើងខ្លាំងលើសពីចំនួនដែលពេទ្យបានកំណត់ទុកគឺចំនួន120មីលីក្រាមនៅក្នុង1ដេស៊ីលីត្រឈាមនោះក្រុមគ្រូពេទ្យនឹងធ្វើការបដូររបបអាហាររបស់យើងដោយផ្ទាល់ដោយពេទ្យបច្ចេកទេសរបស់គេហើយបើសិនបើការផ្លាស់ប្ដូររបបអាហារនេះនៅតែមិនជួយដល់ការកាត់បន្ថយជាតិស្ករក្នុងឈាមរបស់ខ្ញុំទេពេទ្យនឹងអាចឈានទៅដល់ការចាក់អាំងស៊ូលីនបន្ថែមដើម្បីឲ្យកម្រិតស្ករនៅក្នុងឈាមរបស់ខ្ញុំនឹងមានតុល្យភាពជាងនេះដូច្នេះហើយពេទ្យនឹងតាមដាននៅក្នុងពេលអ្នកម៉ាក់ទាំងអស់គ្នាកំពុងតែមានផ្ទៃពោះរហូតទៅដល់ពេលសម្រាលហើយរហូតទៅដល់ពេលអ្នកម៉ាក់ទាំងអស់គ្នាសម្រាលហើយបាន3ទៅ4ខែទៀតផងគេធ្វើនេះដើម្បីឲ្យច្បាស់ថាម៉ាក់ៗទាំងអស់គ្នាមានទឹកនោមផ្អែមកំឡុងពេលពោះតែប៉ុណ្ណោះនិងការពារហានិភ័យដែលម៉ាក់ៗទាំងអស់គ្នាអាចមានជំងឺទឹកនោមផ្អែមនេះវិវត្តទៅជាជំងឺប្រភេទ1ឬក៏ប្រភេទ2ជាអចិន្ត្រៃយ៍ដែលត្រូវរកថ្នាំជាប្រចាំដូច្នេះក្នុងនាមខ្ញុំជាម៉ាក់ៗដែលកំពុងពោះមួយរូបខ្ញុំសូមជូនពរនិងលើកទឹកចិត្តដល់ម៉ាក់ៗទាំងអស់គ្នាឲ្យមានកម្លាំងចិត្តថែរក្សាអូនតូចដែលនៅក្នុងផ្ទៃរបស់ម៉ាក់ៗនិងម៉ាក់ៗដែលមានកម្រងកំពុងតែចង់បានបុត្រសូមម៉ាក់ៗទាំងអស់គ្នាក៏មានការភ័យខ្លាចនិងព្រួយបារម្ភនៅក្នុងពេលដែលម៉ាក់ៗទាំងអស់គ្នាកំពុងជួបបញ្ហាក្នុងពេលមានផ្ទៃពោះការព្យាយាមយល់អំពីបញ្ហាសុខភាពនៅក្នុងកំឡុងពេលមានផ្ទៃពោះគឺជារឿងដ៏សំខាន់ដែលម៉ាក់ៗទាំងអស់គ្នាត្រូវចាំបាច់ធ្វើនៅពេលដែលម៉ាក់ៗទាំងអស់គ្នាកំពុងមានផ្ទៃពោះនេះចឹងហើយសូមថែរក្សាសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវកាយឲ្យបានល្អសម្រាប់រងចាំទទួលសមាជិកថ្មីដែលនឹងចេញពីសមត្ថភាពនិងភាពក្លាហានរបស់ម៉ាក់ៗទាំងអស់គ្នាខ្ញុំសូមជូនពរឲ្យម៉ាក់ៗទាំងអស់គ្នាដែលកំពុងតែពោះនៅក្នុងឆ្នាំនេះមានសុខភាពល្អនិងសំណាងល្អ